សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សំឡេងកម្ពុជា Voice of Cambodia TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកថៃក្រោយលុបចោល MOU 44តាមចិត្តពេលនេះថៃត្រៀមហែកចោល MOU 43ជាឯកតោភាគីថែមមួយទៀតរងើកភ្លើងព្រំដែនរវាងកម្ពុជាថៃហាក់បីដូចឈានដល់ចំណុចដ៏តានតឹងនិងគ្រោះថ្នាក់សាជាថ្មីបន្ទាប់ពីរាជរដ្ឋាភិបាលថៃប្រកាសហែកចោលកិច្ចព្រមព្រៀងព្រំដែនទឹកឬ MOU 44ជាមួយនឹងកម្ពុជាជាឯកតោភាគីនិងតាមទំនឹងចិត្តកាលពីថ្ងៃទី5ខែឧសភា2026កន្លងទៅពេលនេះក្រមព្រឹទ្ធសភាថៃបានបន្តរុញស្ថានភាពព្រំដែនឲ្យកាន់តែស្មុគស្មាញដោយជំរុញឲ្យរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយលោកអនុទានឆាន់វីរៈគុលលុបចោលនៅកិច្ចព្រមព្រៀងព្រំដែនគោកឬ MOU 43បន្ថែមទៀតដោយប្រើលេសដដែលរឿងផែនទីសម័យបារាំងហើយធ្វើជាមកចោទកម្ពុជាទាំងកក្លឿននិងមិនចេះខ្មាស់អន្តរជាតិថាបានរំលោភបំពានទឹកដីថៃទៅវិញគណៈកម្មាធិការវិសាមញ្ញនៃព្រឹទ្ធសភាថៃដឹកនាំដោយសមាជិកព្រឹទ្ធសភាលោកណុបផាដនអេណាបានលើកឡើងនៅហេតុផលដ៏គួរឲ្យអស់សំណើចដើម្បីបន្តលេសលុបចោល MOU 43ជាមួយនឹងកម្ពុជាថា MOU 43ដែលចុះហត្ថលេខាតាំងពីឆ្នាំ2000គឺគ្មានសុពលភាពផ្លូវច្បាប់ឡើយព្រោះកាលនោះគណៈរដ្ឋមន្ត្រីថៃគ្រាន់តែទទួលដឹងឮតែប៉ុណ្ណោះប៉ុន្តែមិនបានអនុម័តជាផ្លូវការនោះទេហើយក៏មិនបានឆ្លងកាត់រដ្ឋសភាថៃដែរការយកលេសរឿងផ្ទៃក្នុងរបស់ថៃដើម្បីមកលុបចោលកិច្ចព្រមព្រៀងអន្តរជាតិជាមួយនឹងកម្ពុជាជាឯកតោភាគីនិងតាមទំនឹងចិត្តគណៈអនុសារណៈនៃការយោគយល់គ្នាបានអនុវត្តជិត26ឆ្នាំមកហើយគឺបានបង្ហាញយ៉ាងច្បាស់អំពីចរិតនយោបាយដ៏ពឹសពុលនិងមិនទៀងត្រង់របស់ភាគីថៃតាមពិតទៅតាំងពីដើមមកថៃកើតទុកមិនសុខចិត្តចំពោះផែនទីសម័យបារាំងខ្នាត1លើ200,000ដែលកំណត់ឲ្យប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទស្ថិតក្នុងទឹកដីកម្ពុជាខណៈកន្លងមកថៃតែងតែយកផែនទីគូដល់ឯកតោភាគីឬយើងអាចហៅម្យ៉ាងទៀតបានថាផែនទីចៅមកធ្វើជាអំណះអំណាងព្រឹទ្ធសភាថៃបានលើកឡើងទាំងបំពេញថាថៃមិនដែលទទួលយកផែនទីនេះទេពីព្រោះផែនទីនេះគ្មានកាតព្វកិច្ចផ្លូវច្បាប់ឡើយការលុបចោល MOU 44ដែលកំណត់ព្រំដែនទឹកនិងការប៉ុនប៉ងលុបចោល MOU 43ដែលកំណត់ព្រំដែនគោកជាមួយនឹងកម្ពុជាក្នុងពេលដំណើរគ្នាបែបនេះមិនមែនជារឿងចៃដន្យនោះឡើយមិនចៃដន្យក៏ព្រោះតែវាគឺជាយុទ្ធសាស្ត្រដ៏ស្មុគគ្រោករបស់ថៃក្នុងចេតនាពង្រីកសង្គ្រាមវាទីនិយមយកទឹកដីកម្ពុជាដែលមេដឹកនាំថៃបច្ចុប្បន្នយល់ថាអាចប្រើកម្លាំងយោធាវាយសង្គ្រប់លេបត្របាក់ទឹកដីកម្ពុជាបានដោយសម័យអតីតកាលប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមអ្នកជំនាញផ្នែកច្បាប់អន្តរជាតិបានព្រមានថាបើទោះបីជាថៃហែកចោល MOU 44និងប៉ុនប៉ងលុបចោល MOU 43តាមចិត្តក៏ដោយក៏ថៃមិនអាចគេចផុតពីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី23ខែមីនាឆ្នាំ1907នៅទីក្រុងបាងកកបច្ចុប្បន្នមានអាយុកាលចំនួន119ឆ្នាំដែលត្រូវខណ្ឌចែកខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរជាអន្តរជាតិនោះបានឡើយសូមប្រាប់ទៅកាន់ពិភពលោកផងថានៅថ្ងៃទី22ខែឧសភាឆ្នាំ2026យោធាថៃបានប្រើអាវុធ Sniper Weapon បាញ់មកលើទីតាំងកងទ័ពកម្ពុជាយើងដែលឈរជើងនៅតំបន់ភ្នំបាក់ក្រុងសំរោងខេត្តឧត្តរមានជ័យហើយបានចោទប្រកាន់មកលើយោធាកម្ពុជាយើងថាជាអ្នកបង្កឲ្យមានសម្លេងផ្ទុះរហូតដល់5គ្រាប់ដោយកាលពីថ្ងៃទី14ខែឧសភាឆ្នាំ2026កន្លងទៅយោធាថៃក៏បានចោទប្រកាន់មកលើយោធាកម្ពុជាថាបានបាញ់កាំភ្លើង M79 ចូលមូលដ្ឋានយោធាថៃស្ថិតនៅក្នុងតំបន់ហុយតាម៉ារីយ៉ាទល់មុខតំបន់វាលឥន្ទ្រីក្នុងខេត្តព្រះវិហារជាក់ស្ដែងយោធាថៃបានបាញ់ទៅលើទីតាំងយោធាកម្ពុជាយើងនៅថ្ងៃទី22ខែឧសភាឆ្នាំ2026នេះសូមជួយ share ដើម្បីឲ្យពិភពលោកបានដឹងផងថាបញ្ហាដ៏ល្បិចអាក្រក់ពឹសពុលរបស់យោធាថៃដ៏ច្រើនលើកនេះគឺបាញ់យើងហើយរួចចោទប្រកាន់មកលើយោធាកម្ពុជាយើងទៀតនេះជាការមូលបង្កាច់ដែលកម្ពុជាមិនអាចទទួលយកបានអំឡុងពេលសកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ប្រាសាទព្រះវិហារគឺនៅថ្ងៃទី14ខែឧសភាឆ្នាំ2026 during the Asian Observer Team AOT mission in the Pravihir Temple area on May 14, 2026 ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន3គ្រាប់ដោយមិនបានជូនដំណឹងជាមុនទៅកម្ពុជាទេកម្ពុជាចាត់ទុកថាជាការរំលោភនីតិវិធីនិងបានដាក់លិខិតតវ៉ាជាផ្លូវការភ្លាមៗទៅភាគីថៃកាន់តែគួរឲ្យកត់សម្គាល់មុនថៃចោទប្រកាន់កម្ពុជាម្ដងហើយម្ដងទៀតកាសែតនៅក្នុងស្រុកថៃបានរាយការណ៍ពីការចល័តទ័ពថៃទៅតាមបណ្ដោយព្រំដែនកម្ពុជាដោយមានរថក្រោះជាច្រើនគ្រឿងផងតើ
នេះជាល្បិចដើម្បីចង់មកឈ្លានពានលើទឹកដីកម្ពុជាឬយ៉ាងណានេះជាសារពិសេសនិងជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃប្រជាណាចក្រកម្ពុជាបានលើកឡើងនៅក្នុងឱកាសនៃការជំនួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នក្រុមប្រឹក្សារាជធានីខណ្ឌសង្កាត់មន្ទីរអង្គភាពនានានៅជុំវិញរាជធានីភ្នំពេញបានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបង្ក្រាបឲ្យបាននៅក្រុម scam online ប្រទេសកម្ពុជារងនឹងការបំផ្លិចបំផ្លាញមុខមាត់កិត្តិយសនិងសេចក្តីថ្លៃថ្នូរដោយសារក្រុម scam online គឺពួកឆបោកនេះឯងយើងត្រូវបន្តរក្សាស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គមដែលក្នុងនោះយកចិត្តទុកដាក់ទៅលើការបន្តបោសសម្អាតក្រុមឆបោកតាមបច្ចេកវិទ្យាដែលកំពុងសង្ងំខ្លួនធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញនេះជាភ័ព្វសំណាងហើយដែលពលរដ្ឋរបស់យើងមិនទាន់បានគេបង្ហាត់ឲ្យទៅជាអ្នកចេះឆបោកតាមបច្ចេកវិទ្យាយើងទប់ស្កាត់ទាន់ពេលវេលាថ្ងៃក្រោយប្រទេសជាតិរបស់យើងត្រូវអាចរងគ្រោះដោយសារក្រុមនេះប្រភេទជាក្រុមម៉ាហ្វៀហើយថ្ងៃក្រោយវាអាចគ្រោះថ្នាក់ទៅដល់ប្រជាជនយើងនិងថ្នាក់ដឹកនាំយើងព្រោះកម្ពុជាគ្មានជើងយន្តហោះហោះភ្ជាប់ពីបណ្ដាប្រទេសឆ្ងាយៗនៅឡើយទេនេះបញ្ជាក់ថាកម្ពុជាជាជនរងគ្រោះពិតប្រាកដត្រូវដាក់ជាចំណោទសំណួរហើយត្រូវរកចម្លើយឲ្យឃើញថាអ្នកដែលគ្មានលិខិតឆ្លងដែនឬប៉ាសពតទាំងនោះតើគេចូលតាមច្រកណាតាមច្រកប្រទេសណាឲ្យពិតប្រាកដព្រោះមានប្រទេសខ្លះនិងអ្នកខ្លះព្យាយាមដាក់កំហុសមកលើយើងលើសពីនេះសម្ដេចតេជោហ៊ុនសែនបានសង្កត់ធ្ងន់ថាការបង្ក្រាប scam online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធដោយត្រូវដកតំណែងនិងអនុវត្តច្បាប់តែម្ដងនិងចំណែកមន្ត្រីមិនព្រមអនុវត្តគឺត្រូវដកតំណែងជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិគឺព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិតឈ្មោះកឹមសុខាភេទប្រុសកើតឆ្នាំ1953ក្រោមព្រះរាជក្រឹត្យនសរកត0526 581ពីព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីខេមរៈសិរីពិរិយព្រះចៅក្រុងកម្ពុជាធិបតីបានទ្រង់យល់ព្រះរាជក្រមលេខនសរកម0121 ចុះនៅថ្ងៃទី21ខែធ្នូឆ្នាំ2011ដែលប្រកាសឲ្យប្រើប្រាស់ស្ដីពីពន្ធនាគារបានទ្រង់យល់ព្រះរាជក្រមលេខនសរកត0121 030ចុះនៅថ្ងៃទី12ខែមករាឆ្នាំ2021ស្ដីពីការបន្ធូរបន្ថយទោសនិងការលើកលែងទោសបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាត្រាស់បង្គាប់មាត្រា1លើកលែងទោសឲ្យទណ្ឌិតឈ្មោះកឹមសុខាភេទប្រុសកើតឆ្នាំ1953ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់27ឆ្នាំតាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ790ក្រ11អនចុះថ្ងៃទី30ខែមេសាឆ្នាំ2026របស់សាលាឧទ្ធរភ្នំពេញមាត្រា2ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយមាត្រា3សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយប្រហោះលេខាតទៅធ្វើនៅភ្នំពេញថ្ងៃទី25ខែឧសភាឆ្នាំ2026ក្នុងព្រះនាមនិងតាមព្រះរាជត្រាស់បង្គាប់ប្រមុខស្ដីទីដែលភ្ជាប់ជាមួយនឹងព្រះរាជត្រាពរស2605 589ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃប្រជាណាចក្រកម្ពុជាដែលអមហត្ថលេខាផងដែរសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាទូរទស្សន៍សំឡេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋ California សហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube Channel ផងដែរដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមអរគុណជម្រាបលាជួបគ្នាវេលាក្រោយទៀត